សួស្តីលោកគ្រូវីដេអូនេះខ្ញុំមកបង្ហាញពីកិច្ចការ Final សម្រាប់មុខជា C# 2 ដំបូងយើងចូលមកកាន់កម្មវិធី code របស់យើងហើយខ្ញុំ run មើលលទ្ធផលសិននេះហើយយើងអាចបញ្ចូល product ID យើងដាក់ឧទាហរណ៍ដាក់លេខ11ហើយ description នេះយើងអាចបញ្ចូលពាក្យផ្សេងឧទាហរណ៍ហើយ category នេះយើងរើសយកទៅហើយ quality នេះខ្ញុំដាក់11print នេះខ្ញុំដាក់2តមកline discontinue នេះយើងប្រើ checkbox ហើយកន្លែង quality គឺយើងប្រើប៊ូតុង radio ដើម្បីselect យក new ឬក៏ second hand ហើយកន្លែង status នេះមាន discount និងwarranty ហើយខ្ញុំចូលរើសយករូបភាពឧទាហរណ៍យករូបភាពពីសារនេះមួយហើយយើង click add ហើយនៅពេលដែល click add គឺវា alert មក alert ប្រាប់យើងថា product បាន add ចូល list របស់យើងហើយបន្ទាប់មកយើងចូលទៅកាន់ចូលទៅមើល code របស់យើងមុននឹងបញ្ចូលដល់ code នេះបង្ហាញនៅ code នេះយើងចូលទៅកាន់ class របស់យើងជាមុនសិនហើយ class របស់យើងបង្កើត class មួយហើយយើងប្រើបង្កើត parameter constructor ដើម្បីយើងហៅយកទៅប្រើនៅក្នុង program code របស់យើងដំបូងយើងមើលមកកាន់ code កន្លែងខាងលើនេះគឺជា code មួយប្លុកនេះគឺសម្រាប់picture box របស់យើងគឺយើងកំណត់នៅរូបភាពdefault រូបភាពនៅ picture box របស់យើងហើយនេះគឺជាលក្ខខណ្ឌដែលយើង add ID add description category quality print discount discontinue condition status អីហ្នឹងអាចទៅចូលកាន់add ទៅកាន់ data view របស់យើងបន្ទាប់មកយើងមកដល់កន្លែងនេះគឺជាប៊ូតុងcode របស់ប៊ូតុង add របស់យើងដែលយើងបញ្ចូលខាងលើហើយយើងនៅពេលដែលយើង click ប៊ូតុង add នោះវានឹងបញ្ចូលកាន់ដៃទាំងហ្នឹងចូលទៅកាន់ data view របស់យើងចំណែកcode កន្លែងនេះគឺយើងហៅ class product របស់យើងមកប្រើclass product របស់យើងដែលយើងហៅមកប្រើវាបាន add ទៅកាន់ role នៃ data view ហើយនៅពេលដែលយើង add ហើយនោះវានឹង alert ប្រាប់យើងថា product បាន add ចូលទៅកាន់ list របស់យើងហើយចំណែក code កន្លែងនេះគឺ quality ដែលយើងដាក់លក្ខខណ្ឌប្រើ checkbox លក្ខខណ្ឌទី1គឺយើងដាក់ new ហើយទី2គឺ second hand នៅពេលដែលយើងអត់បានtick ប៊ូតុងណាមួយក្នុងចំណោមពីរហ្នឹងគឺ result របស់យើងកន្លែង quality គឺវាដាក់ unknown កន្លែងដូចគ្នាប៉ុន្តែកន្លែងនេះគឺ status របស់យើងចងលក្ខខណ្ឌទី1គឺ warranty ហើយទី2គឺ discount ចំណែកលក្ខខណ្ឌចុងក្រោយគឺយើងដាក់ no បើសិនជាយើងអត់ tick ប៊ូតុងណាមួយ
ហើយកូដចុងក្រោយនេះ block ចុងក្រោយនេះគឺ picture box របស់យើង picture box របស់យើងដែលយើងកំណត់យកប្រភេទ file image មានដូចជា JPG JPEG PNG ហើយនិង BMP ហើយសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងឯងសូមអរគុណដល់គ្រូហើយនឹងជម្រាបលា